ដើម្បី hack មើលថាតើអ្នកដែលគាត់ធ្វើការនៅក្នុងវិស័យដូចយើងឬក៏អាជីវកម្មដូចយើងគាត់បានធ្វើការផ្សព្វផ្សាយទៅពាណិជ្ជកម្មបែបណាខ្លះតោះទៅទស្សនាជាមួយខ្ញុំទាំងអស់គ្នារបៀបនៅក្នុងការចូលមើលពីអាជីវកម្មមួយឬក៏ពី page ណាមួយដែលគាត់កំពុងតែផ្សព្វផ្សាយទាំងពាណិជ្ជកម្មអីខ្លះហ្នឹងយើងចង់ដឹងគឺងាយស្រួលមែនតើបងប្អូនទាំងអស់គ្នាគ្រាន់តែចូលមកកាន់ Google ហើយបងប្អូនទាំងអស់គ្នាវាយលើពាក្យថា Ad Library ហើយបងប្អូនទាំងអស់គ្នា select មកបណ្ដាកន្លែងនេះបងប្អូនទាំងអស់គ្នាអាចធ្វើការវាយឈ្មោះ page មួយណាដែលបងប្អូនទាំងអស់គ្នាស្គាល់ឬក៏ចង់សិក្សាអំពី page មួយនោះឬក៏ផលិតផលណាមួយដែលយើងកំពុងតែធ្វើឬក៏ចង់ដឹងវានឹងលោតផ្ទាំងពាណិជ្ជកម្មដែលកំពុងតែផ្សព្វផ្សាយបច្ចុប្បន្នហើយអ្វីដែលសំខាន់សម្រាប់ផ្ទាំងពាណិជ្ជកម្មទាំងនោះវាអាចជាសារៈសំខាន់សម្រាប់យើងនៅក្នុងការសិក្សាថាតើផ្ទាំងពាណិជ្ជកម្មរបស់គេដែលកំពុងផ្សព្វផ្សាយនោះគឺវាមានភាពតាក់ទាញកម្រិតណាយើងអាចសិក្សាមកកែច្នៃពាក់ព័ន្ធជាមួយនឹងការផ្សព្វផ្សាយរបស់យើងហើយ caption របស់គេវាមានភាពតាក់ទាញកម្រិតណាយើងមិនមែនថាយកមក copy ទេប៉ុន្តែការសិក្សាទាំងអស់នោះយើងអាចធ្វើការច្នៃប្រឌិតជា concept ថ្មីសម្រាប់ជារបស់ខ្លួនឯងហើយយើងក៏អាចសិក្សាអំពីដៃគូប្រកួតប្រជែងរបស់យើងមួយណាដែលកំពុងតែធ្វើការប្រម៉ូទទីផ្សារខ្លាំងផងដែរអញ្ចឹងអា tool មួយនេះក៏វាសំខាន់ផងដែរសម្រាប់អ្នកដែលគាត់ធ្វើទីផ្សារអាចជា concept ថ្មីសម្រាប់គាត់នៅក្នុងការកែច្នៃផ្ទាំងផ្សព្វផ្សាយក៏ដូចជាការសិក្សាអំពីដៃគូប្រកួតប្រជែងហើយសម្រាប់ website មួយនេះផងដែរសង្ឃឹមថាបងប្អូនអរគុណនឹងទទួលបានជាប្រយោជន៍ហើយអរគុណច្រើនសម្រាប់ការទស្សនាវីដេអូមួយនេះ